ជំរាបសួរបងប្អូនតាគ្នារាសីសម្រាប់ថ្ងៃទី28ខែ4ឆ្នាំ2025គឺជាថ្ងៃភ្លើងដកមកជាមួយនឹងថោះហើយថោះមានធាតុឈើដកនៅពីក្រោមអញ្ចឹងចំពោះបងប្អូនដែលគាត់ត្រូវការធាតុភ្លើងជាមួយនឹងធាតុឈើគឺហេងហើយអ្នកមានចក្នុងទូរាសីមានមួយម៉ែនឹងកលក៏ហេងដូចគ្នាដែររីឯបងប្អូនដែលគាត់មានបញ្ហាឆុងគឺអ្នកដែលគាត់មានរកាក្នុងទូរាសីមិនថានៅក្នុងម៉ោងកើតថ្ងៃកើតខែកើតឬមួយក៏ឆ្នាំកើតទេបងប្អូនត្រូវមានការប្រុងប្រយ័ត្នជាពិសេសទៅលើការប្រស្រ័យតាក់ទងមានរកានៅក្នុងម៉ោងកើតគឺអាចមានបញ្ហាមួយនឹងកូនចៅបុគ្គលិកមានរកានៅក្នុងថ្ងៃកើតមានបញ្ហាទៅលើរឿងជីវិតគូមានរកានៅក្នុងខែកើតមានបញ្ហាទៅលើការងារមុខរបររកស៊ីចវាយនេះជាដើមមានរកានៅក្នុងឆ្នាំកើតមានបញ្ហាជាមួយនឹងចាស់ទុំអ្នកធំហើយបងប្អូនដែលគាត់ត្រូវការធាតុភ្លើងជាមួយនឹងធាតុឈើឧទាហរណ៍ថាបងប្អូនមានរកាគឺអ្នកនរនេះមានបញ្ហាហើយបងប្អូនដោះស្រាយបានចំណែកបងប្អូនដែលគាត់មានរកាក្នុងទូរាសីហើយអត់ត្រូវការធាតុភ្លើងនិងធាតុឈើមានន័យថាបងប្អូនត្រូវប្រយ័ត្នឲ្យបានខ្ពស់មានបញ្ហាហើយរឿងពិបាកក្នុងការដោះស្រាយបន្តិចហើយទិសអក្សរប្រចាំថ្ងៃក៏នៅខាងលិចប្រចាំខែខាងត្បូងប្រចាំឆ្នាំខាងកើតអញ្ចឹងនៅសល់ចន្លោះខាងជើងដែលជាទិសល្អបងប្អូនអាចទាញប្រយោជន៍ពីខាងជើងបានគឺផ្កាយលេខ7ហោះចូលទីតាំងកណ្ដាលអញ្ចឹងខាងជើងលេខ3ចឹងបងប្អូនអាចទាញប្រយោជន៍ពីទិសល្អខាងជើងដោយអង្គុយបែរក្នុងទិសជើងបានហើយព្យាយាមកុំរង្គោះរង្គើជួសជុលដាំស្វានទិសអសលជាពិសេសប្រចាំខែជាមួយនឹងប្រចាំឆ្នាំព្រោះដោយសារតែរយៈពេលយូរហើយថ្ងៃនេះមកមានប៉ុណ្្នឹងឯងបងប្អូនតាគ្នាសង្ឃឹមថាបងប្អូននឹងទាញប្រយោជន៍បានពីវីដេអូមួយនេះហើយសូមបងប្អូនតាគ្នាជួយ like ជាមួយនឹងជួយ share ដើម្បីបានឃើញវីដេអូហុងស៊ុយជារៀងរាល់ថ្ងៃអរគុណច្រើនបងប្អូនតាគ្នាជម្រាបលា